ការចាប់ខ្លួនថ្មីនេះវាបង្ហាញឲ្យឃើញនៅយុទ្ធសាស្ត្រនយោបាយដែលមានលក្ខណៈផ្ទុយគ្នាស្រឡះរវាងសម្ដីផ្អែមល្ហែមនិងចំណាត់ការចាស់ស្ដែងនៅពេលដែលលោកហ៊ុនម៉ាណែតថ្លែងថាលោកយល់ពីការជិះចាប់របស់ពលរដ្ឋរឿងព្រំដែនវាមើលទៅដូចជាការប្រើប្រាស់ចិត្តសាស្ត្រនយោបាយដើម្បីទាញយកការណាត់អាសូរនិងកាត់បន្ថយកម្ដៅនៃមហាជនប៉ុន្តែសកម្មភាពនៃការចាប់ខ្លួនគ្រូបរិញ្ញាឬគណៈរិះគន់រឿងព្រំដែនបានធ្វើឲ្យសម្ដីទាំងនោះคล้ายជាវោហារសាស្ត្រដែលគ្មានទម្ងន់ទាល់តែសោះភាពផ្ទុយគ្នានេះឆ្លុះបញ្ចាំងឲ្យឃើញថារដ្ឋាភិបាលចង់គ្រប់គ្រងទាំងស្រុងទៅលើនយោបាយនៃសេចក្តីស្នេហាជាតិពលគឺមានតែរដ្ឋាភិបាលទេដែលអាចជិះចាប់ឬក៏ការពារជាតិបានរាយពលរដ្ឋដែលជិះចាប់ក្រៅបន្ទាត់ដែលគោះឲ្យនឹងត្រូវចាត់ទុកថាជាការបង្កចលាចលទៅវិញស្របពេលជាមួយគ្នានេះការចាប់ខ្លួនអ្នកកាសែតដែលរាយការណ៍ជុំវិញរឿងឆោបបោកក្នុងគណៈដែលរដ្ឋាភិបាលកំពុងអំពាវនាវឲ្យមានការចូលរួមបង្ក្រាបបទល្មើសអនឡាញគឺជាការផ្ញើសារដល់គ្រោះថ្នាក់មួយដែលថាការលាតត្រដាងការពិតគឺជាសកម្មភាពខុសច្បាប់បើសិនបើវាប៉ះពាល់ដល់តំបន់អាត់កំបាំងឬបុគ្គលដែលមានអំណាចនេះគឺជាទម្រង់នៃអបាលកិច្ចដែលប្រើប្រាស់ភាពយល់ចិត្តជាខែលបិទបាំងការរដ្ឋបិទសេរីភាពហើយប្រើប្រាស់សន្តិភាពជាលេសដើម្បីបំបិទមាត់អ្នកដែលហ៊ាននិយាយការពិតឬការពីអភិបាលកម្មរបស់រដ្ឋាភិបាលការដែលពលរដ្ឋបង្ខំសារបង្ហាញអំពីការជិះចាប់ព្រំទឹកដីរួចបែរជាត្រូវប្រឈមនឹងការចាប់ខ្លួនវាបានបំផ្លាញទំនុកចិត្តដែលទើបនឹងកសាងឡើងហើយបង្ហាញយ៉ាងច្បាស់ថាយន្តការតុលាការនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់បង្ក្រាបមតិផ្ទុយជាជាងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋដែលរងគ្រោះពិតប្រាកដសរុបមកស្ថានភាពនេះបញ្ជាក់ថារបបដឹកនាំបច្ចុប្បន្ននៅតែបន្តប្រើប្រាស់នយោបាយដៃម្ខាងដៃម្ខាងទៀតវាយដែលធ្វើឲ្យសេរីភាពនៃការបញ្ចេញមតិคล้ายជាអន្ទាក់សម្រាប់អ្នកដែលមិនដឹងខ្លួននៅពេលដែលសម្ដីរបស់មេដឹកនាំមិនអាចការពារពលរដ្ឋពីការចាប់ខ្លួនបានវាកាន់តែធ្វើឲ្យសាធារណជនយល់ឃើញថាសេចក្តីថ្លែងការណ៍ទាំងឡាយគ្រាន់តែជាការឃោសនាដើម្បីលម្អរូបភាពនៅលើឆាកអន្តរជាតិប៉ុន្តែធាតុពិតនៃការគ្រប់គ្រងនៅតែផ្អែកទៅលើការបំផិតបំភ័យនិងការដាក់ទោសទណ្ឌចំពោះអ្នកដែលហ៊ានសួរសំណួរឬរិះគន់ចំណុចខ្សោយរបស់រដ្ឋាភិបាលបច្ចុប្បន្នបាទហ្នឹងហើយទីមួយជាការកត់សម្គាល់របស់ខ្ញុំគឺក្នុងរយៈពេលមួយខែតិចតួចនៃដើមឆ្នាំ2026នេះយើងឃើញថាកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលបានចាប់ខ្លួនពិសេសទៅលើសកម្មជននយោបាយជាពិសេសហើយដែលការចាប់ខ្លួននេះពាក់ព័ន្ធសំខាន់ទៅលើការដែលលើកឡើងអំពីបញ្ហាពាក់ព័ន្ធនឹងរឿងព្រំដែនពិសេសគឺបញ្ហាព្រំដែនចំនួនរវាងកម្ពុជានិងថៃនេះបាទហើយដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលធ្វើការចាប់ខ្លួនសកម្មជនដែលបញ្ចេញមតិទាំងអស់នោះទៅធ្វើការឃុំខ្លួនដែលយើងប្រៀបធៀបទៅនឹងឆ្នាំ2025យើងឃើញថាវាជាចំនួនមួយដែលគួរឲ្យយើងមានការព្រួយបារម្ភចំពោះស្ថានភាពនៃការបន្តចាប់ខ្លួនទៅលើសកម្មជនទាំងអស់នឹងបន្តទៅទៀតខណៈពេលដែលសកម្មជនមួយចំនួនសកម្មជនសង្គមមួយចំនួនក៏ដូចជានយោបាយមួយចំនួនកំពុងតែស្ថិតនៅក្នុងពន្ធនាគារដោយមិនទាន់ត្រូវបានធ្វើការបន្ធូរបន្ថយឬក៏ដោះលែងនៅឡើយដូច្នេះវាធ្វើឲ្យចំនួននៃការឃុំខ្លួនទៅលើសកម្មជនទាំងនយោបាយទាំងសង្គមទាំងសិទ្ធិមនុស្សពិសេសសកម្មជនមនសិការទាំងអស់ហ្នឹងកាន់តែមានការកើនឡើងបន្ថែមទៅទៀតហើយដែលយើងឃើញថាអ្វីដែលជាការបន្តចាប់ខ្លួននិងបន្តឃុំខ្លួនទៅលើសកម្មជនទាំងអស់នោះវាហាក់បីដូចជាមិនមានលក្ខណៈស្របគ្នាទៅនឹងអ្វីដែលជាការលើកឡើងរបស់រដ្ឋាភិបាលក្នុងពេលថ្មីនេះហើយដែលទាំងរដ្ឋាភិបាលក្តីទាំងអ្នកនយោបាយដែលមិនមាននិន្នាការប្រឆាំងក៏ដូចជាក្រមអ្នកដែលមាននិន្នាការខុសគ្នាទាំងអស់ដែលបានមើលឃើញថាការសាមគ្គីជាតិការឯកភាពជាតិនេះវាជាកម្លាំងដ៏ខ្លាំងរបស់កម្ពុជាក្នុងការចូលរួមចំណែកតស៊ូនឹងដើម្បីប្រយោជន៍ប្រទេសជាតិដើម្បីការពារនូវបូរណភាពទឹកដីរបស់ប្រទេសយើងដែលគ្រប់អ្នកមាននិន្នាការផ្ទុយគ្នាដែលបានមើលឃើញនេះវាហាក់បីដូចជាការមិនបានដើរឲ្យបានស្របទៅនឹងអ្វីដែលជាស្មារតីហ្នឹងដែលយើងឃើញថារដ្ឋាភិបាលអាជ្ញាធររដ្ឋនៅតែបន្តធ្វើការចាប់ខ្លួនក្នុងខណៈដែលអ្នកជាប់ឃុំមិនទាន់មួយចំនួនធំនៅក្នុងពន្ធនាគារដែលមិនទាន់ត្រូវបានដោះលែងដើម្បីកសាងទំនុកចិត្តពីពលរដ្ឋឡើងវិញក្នុងស្ថានភាពដ៏រសើបនេះរដ្ឋាភិបាលគួរតែពិចារណាផ្លាស់ប្ដូរឥរិយាបថពីការប្រើប្រាស់វិធានការក្តៅមកជាការបើកចំហនិងការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋវិញ
ជាដំបូងរដ្ឋាភិបាលត្រូវបង្ហាញពីស្មោះត្រង់តាមរយៈការដោះលែងឬក៏ទម្លាក់ការចាត់ប្រកាន់លើអ្នកសារព័ត៌មាននិងសកម្មជនដែលតស៊ូមតិដែលគ្រាន់តែបំពេញតួនាទីរាយការណ៍ការពិតនិងបញ្ចេញកង្វល់ក្នុងនាមជាម្ចាស់ស្រុកការបើកមានការស៊ើបអង្កេតដោយតម្លាភាពនិងឯករាជ្យលើករណីអំពើហិង្សាឬទីតាំងឆបោកដែលត្រូវបានរាយការណ៍ជាងការចាប់ខ្លួនអ្នកផ្ដាល់តម្រុយនឹងខ្លាយជាផតតាំងចាស់ស្ដែងដែលបង្ហាញថារដ្ឋាភិបាលពិតជាមានឆន្ទៈមោះមុតក្នុងការបង្ក្រាបបទល្មើសនិងការពារយុត្តិធម៌សង្គមពិតប្រាកដក្រៅពីនេះរដ្ឋាភិបាលគួរតែបដូរពីការប្រើប្រាស់វោហារសាស្ត្រលួងលោមមកជាការបង្កើតវេទិកាវិភាសាដេញដោលសាធារណៈជាពិសេសលើបញ្ហាព្រំដែននិងការគ្រប់គ្រងសន្តិសុខសង្គមដើម្បីឲ្យពលរដ្ឋមានអារម្មណ៍ថាសម្លេងនិងកង្វល់របស់ពួកគាត់ត្រូវបានយកចិត្តទុកដាក់និងមានតម្លៃក្នុងកិច្ចការជាតិការអនុញ្ញាតឲ្យមានការរិះគន់នៅក្នុងនៃស្ថាបនាដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួននឹងជួយឲ្យរដ្ឋាភិបាលមើលឃើញពីចំណុចខ្សោយរបស់ខ្លួននិងអាចកែតម្រូវបានទាន់ពេលវេលាការកសាងទំនុកចិត្តមិនមែនកើតចេញពីការបង្ខំឲ្យជឿតាមរយៈការឃោសនានោះទេប៉ុន្តែវាកើតចេញពីការធ្វើឲ្យពលរដ្ឋមានអារម្មណ៍សុវត្ថិភាពនៅពេលនិយាយការពិតនិងការឃើញថាច្បាប់ត្រូវបានអនុវត្តដោយស្មារតីចំពោះមនុស្សគ្រប់គ្នាមិនថាជាមន្ត្រីមានអំណាចឬក៏ពលរដ្ឋសាមញ្ញនោះទេបាទនេះយើងឃើញថាជាចំណុចដែលយើងក្នុងនាមជាសង្គមស៊ីវិលយើងមានការព្រួយបារម្ភហើយយើងនៅតែគិតថាអ្វីដែលជាសកម្មភាពនៃការចាប់ខ្លួននេះវាអាចនឹងរុញច្រានឲ្យមានការបន្តនៅសកម្មភាពនៃការប្រេះឆាក៏ដូចជាបែកបាក់នៅជាតិបន្តទៅថ្ងៃមុខទៀតដែលយើងមិនអាចរកវិធីនៅក្នុងការផ្សះផ្សារកវិធីនៅក្នុងការសាមគ្គីជាតិឯកភាពជាតិដូចអ្វីដែលជាការលើកឡើងរបស់រាជរដ្ឋាភិបាលនោះទេបាទយើងបានកត់សម្គាល់ឃើញថារហូតមកដល់ពេលនេះគឺមានចំនួនជាង10នាក់ហើយបាទដែលត្រូវបានអាជ្ញាធរធ្វើការចាប់ខ្លួនប៉ុន្តែនៅក្នុងចំនួនជាង10នាក់នោះយើងឃើញថាមានមួយចំនួនក៏បានធ្វើការដោះលែងមកវិញផងដែរប៉ុន្តែជារួមយើងឃើញថាករណីនេះមានចំនួនជិត10នាក់ត្រូវបានឃុំខ្លួនបាននៅក្នុងពន្ធនាគារបាទមួយចំនួនជាច្រើនក៏ថាវាមានការពាក់ព័ន្ធទៅនឹងរឿងបញ្ហារិះគន់រឿងព្រំដែនបាទហើយនឹងបាទមានតែរឿងហ្នឹងទេដែលច្រើនជាងគេដែលយើងមើលឃើញបាទ